បាទសូមជម្រាបសួរទៅដល់ប្រិយមិត្តទាំងឡាយនៅក្នុងបណ្ដាញសង្គមជាទីរាប់អានបាទនៅពេលនេះខ្ញុំលើកឡើងនៅប្រធានបទដែលតាក់ទងជាមួយនឹងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនហើយដែលខ្ញុំបានលើកនៅបញ្ហាសង្គ្រាមនេះមកដាក់លើខ្លួនរបស់ខ្ញុំផ្ទាល់បាទឧទាហរណ៍ថាខ្ញុំជាប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបាទគឺលោក Zelensky តើខ្ញុំនឹងដោះស្រាយយ៉ាងម៉េចដើម្បីរកសន្តិភាពជូនប្រទេសអ៊ុយក្រែនបាទជំហានទី1បាទគឺខ្ញុំនឹងធ្វើការចរចាជាមួយសហរដ្ឋអាមេរិកបាទពីរឿងភោគទ្រព្យរ៉ែនៅក្នុងដីបាទយើងដឹងថាសហរដ្ឋអាមេរិកទាមទារអ៊ុយក្រែននៅចំណែកស្មើគ្នាបាទនៅក្នុងការបែងចែកភោគទ្រព្យនោះបាទនៅពេលនោះខ្ញុំនឹងធ្វើការចរចាជាមួយសហរដ្ឋអាមេរិកបាទសូមឲ្យសហរដ្ឋអាមេរិកយកត្រឹមតែ 30% បាទចំណែកឯយើងដែលជាម្ចាស់ប្រទេសគឺយក 70% បាទនៅក្នុងចិត្តរបស់ខ្ញុំគិតថាអាមេរិកមុខជាមិនព្រមនោះទេបាទប្រសិនបើជាអាមេរិកមិនព្រមហើយយើងនឹងឲ្យអាមេរិកធ្វើការចរចាដោយដកថយមួយជំហានម្នាក់បាទពេលនោះអាមេរិកប្រកាសជានឹងធ្វើការចរចាអាចនៅត្រឹម 40% បាទពីព្រោះអាមេរិកក៏ប្រហែលជាមិនដាច់ខាតពេកទេបាទចំពោះសំណើរបស់យើងបាទដូច្នេះនៅពេលដែលអាមេរិកព្រមទទួលយកត្រឹម 40% ក៏ជាជោគជ័យមួយដែលយើងអាចចំណេញបាន 10% ធៀបជាមួយនឹងការដែលបែងចែកភោគទ្រព្យរ៉ែនៅក្នុងប្រទេសរបស់យើងឲ្យគេពាក់កណ្ដាលបាទការដែលធ្វើដូចនេះបាទគឺជាការឆ្លើយតបទៅនឹងសំណើរបស់លោកប្រធានាធិបតីនៃប្រទេសអាមេរិកដូណាល់ត្រាំផងហើយនឹងបានអាមេរិកធ្វើជាខ្នងបង្អែកដ៏រឹងមាំឈរជើងនៅលើទឹកដីរបស់យើងផងបាទហើយវត្តមានរបស់អាមេរិកក៏អាចបន្ទន់អេរយាប័តរបស់រុស្ស៊ីបានខ្លះៗបាទពីព្រោះនៅពេលអាមេរិកមកឈរជើងនៅក្នុងទឹកដីរបស់យើងពេលនោះគេនឹងបង្កើតនូវប្រព័ន្ធការពារបាទជាពិសេសនៅតំបន់ដែលយកភោគទ្រព្យរ៉ែនោះបាទដូច្នេះវត្តមានរបស់អាមេរិកក៏ដូចជាកងទ័ពរបស់អាមេរិកក៏នឹងក្លាយទៅជាខ្នងបង្អែកមួយភាគបាទធៀបជាមួយនឹងកាលដែលយើងគ្មានសោះបាទជំហានទី2នៅពេលដែលយើងធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកពីការបែងចែកភោគទ្រព្យរ៉ែនៅក្នុងដីនោះគឺយើងដឹងច្បាស់ថារុស្ស៊ីមុខជាមិនអាចទទួលយកបាននោះឡើយប្រសិនបើរុស្ស៊ីមិនទទួលបានផលប្រយោជន៍អ្វីពីប្រទេសអ៊ុយក្រែនបាទដូច្នេះយើងនឹងធ្វើការចរចាជំហានទី2គឺជាមួយរុស្ស៊ីបាទយើងកំណត់ឲ្យច្បាស់ថាតើរុស្ស៊ីចង់បានអ្វីពីយើងបាទចង់បានទឹកដីណាខ្លះបាទដូច្នេះគឺមានតែការសម្បទានតែប៉ុណ្ណោះបាទមានតែការលះបង់បាទប្រសិនបើយើងមិនលះបង់ទេគឺយើងនឹងទទួលរងគ្រោះអូសបន្លាយរាប់សិបឆ្នាំទៅមុខទៀតហើយក៏មិនអាចរកពលិសុខសន្តិភាពបានដែរដូច្នេះការសម្បទានបាទនៅអ្វីដែលរុស្ស៊ីចង់បានគឺយើងត្រូវតែឲ្យគេក៏ប៉ុន្តែស្ថិតនៅក្នុងការចរចាមួយយើងសុំឲ្យរុស្ស៊ីយកត្រឹមតែបាទពាក់កណ្ដាលនៃបំណងប្រាថ្នារបស់គេឧទាហរណ៍គេចង់បានបាទតំបន់3បាទអញ្ចឹងយើងសុំគេត្រឹម1កន្លះឬក៏2បាទបើគេចង់បាន5យើងសុំគេ2បាទយ៉ាងច្រើន3បាទគឺយើងសុំឲ្យគេធ្វើការកាត់បន្ថយនៅចំនួនទឹកដីដែលគេចង់បានបាទដូច្នេះការចរចាដកថយមួយជំហានម្នាក់គឺប្រកាសជាអាចរកឃើញនូវលទ្ធផលសម្របសម្រួលណាមួយព្រោះយ៉ាងហោចណាស់ក៏រុស្ស៊ីទទួលបាននៅអ្វីដែលជាទឹកដីរបស់អ៊ុយក្រែនទៅខាងគេនោះដែរបាទនៅពេលដែលយើងសម្រេចចិត្តបែបនេះប្រកាសជាមានមតិចោទឡើងថាយើងជាអ្នកដឹកនាំដែលគ្មានគំនិតជាតិនិយមខ្វះការតស៊ូខ្វះការរើបំរាស់បាទក៏ប៉ុន្តែនៅក្នុងស្ថានភាពបែបនេះគឺការតស៊ូការព្យាយាមអត់ធ្មត់និងការរើបំរាស់គឺមិនមែនជាដំណោះស្រាយដ៏ល្អសម្រាប់ប្រជាជនដែលរស់នៅក្នុងប្រទេសអ៊ុយក្រែននោះទេបាទវាអាចជាគំរូវាអាចជាវីរភាពរបស់អ្នកដឹកនាំក៏ប៉ុន្តែវាគឺជាភាពឈឺចាប់ទុក្ខសោកវេទនាព្រាត់ប្រាសបាទរបស់ប្រជាជនអ៊ុយក្រែនទាំងមូលបាទពីព្រោះនៅក្នុងកលៈទេសៈនេះយើងស្គាល់ខ្លួនឯងច្បាស់ថាយើងជាអ្នកណានៅទីណាហើយកំពុងតែធ្វើអ្វីហើយរស់នៅក្នុងស្ថានភាពជីវិតបែបណាបាទប្រទេសអ៊ុយក្រែនគឺតូចជាងរុស្ស៊ីបាទធនធានកងទ័ពបាទតាក់ទងជាមួយសពាវុធគឺចាញ់រុស្ស៊ីឆ្ងាយណាស់បាទដូច្នេះរាល់ចម្បាំងជាមួយរុស្ស៊ីបាទធនធានដែលត្រូវប្រើប្រាស់គឺពឹងពាក់ទៅលើជំនួយពីបរទេសបាទមានដូចជាសហរដ្ឋអាមេរិកនិងជំនួយពីសហគមន៍អឺរ៉ុបបាទហើយយើងគិតថារាល់ជំនួយទាំងឡាយនេះគឺសិតតែបង្កប់នៅចំណងបាទគ្រាន់តែតិចឬច្រើនហើយស្ថិតនៅក្នុងរូបភាពផ្សេងគ្នាតែប៉ុណ្ណោះបាទដូចជាសហរដ្ឋអាមេរិកជាដើមកាលដើមឡើយយើងមិនដែលគិតសោះថា
រាល់ជំនួយដែលអាមេរិកជួយទៅលើអ៊ុយក្រែនតាក់ទងជាមួយនឹងបញ្ហាសង្គ្រាមរវាងអ៊ុយក្រែនរុស្ស៊ីនោះថានឹងត្រូវផ្ដល់នៅសំណងទៅគេវិញនៅពេលដែលផ្លាស់ប្ដូររបបសង្គមនោះទេបាទដូច្នេះគឺរឿងអ្វីៗក៏អាចកើតមានឡើងបានដែរបាទចំពោះសហគមន៍អឺរ៉ុបគេជួយអ៊ុយក្រែនក៏មិនមែនគេជួយរហូតនោះដែរគេជួយមានព្រំដែនកំណត់ពីព្រោះគេក៏មានបន្ទុកដែលត្រូវរ៉ាប់រងសម្រាប់ជាតិរបស់គេដូចគ្នាហើយប្រជាពលរដ្ឋដែលរស់នៅក្នុងការគ្រប់គ្រងរបស់មេដឹកនាំនៅក្នុងប្រទេសអឺរ៉ុបនោះក៏គេមិនសប្បាយចិត្តកាលដែលអ្នកដឹកនាំរបស់ខ្លួនចំណាយធនធានទៅជួយប្រទេសអ៊ុយក្រែនដែលពុំមានលទ្ធផលអ្វីតបស្នងចំពោះជាតិរបស់គេនោះដែរហើយម្យ៉ាងទៀតយើងមើលឃើញជាក់ស្ដែងថានៅពេលដែលអ៊ុយក្រែនកាន់តែទទួលជំនួយពីសហគមន៍អឺរ៉ុបរុស្ស៊ីកាន់តែផ្កើនរុស្ស៊ីកាន់តែវាយសង្គ្រប់សន្ធាប់ប្រទេសអ៊ុយក្រែនកាន់តែខ្លាំងឡើងដូច្នេះគ្មានតម្រុយណាមួយដែលរុស្ស៊ីកោតញញើតចំពោះសហគមន៍អឺរ៉ុបនោះទេបាទសូម្បីតែសហរដ្ឋអាមេរិកក៏រុស្ស៊ីមិនញញើតផងបាទដូច្នេះតើអ៊ុយក្រែននឹងមានអ្វីយកទៅតតាំងជាមួយរុស្ស៊ីបន្តទៀតនៅក្នុងថ្ងៃអនាគតនៅពេលដែលជំនួយទាំងអស់ត្រូវបានកាត់ផ្តាច់ដោយសារតែគេមានផលវិបាកហើយក៏គេមិនអាចជួយយើងរហូតនោះដែរដូច្នេះជោគវាសនារបស់អ៊ុយក្រែននឹងកាន់តែធ្លាក់ចូលទៅក្នុងភាពដុនដាបកាន់តែខ្លាំងឡើងនៅពេលដែលសហគមន៍អឺរ៉ុបបាទក៏ដូចជាសហរដ្ឋអាមេរិកបាទបង្ហាញឲ្យឃើញនូវភាពរងើយកន្តើយលែងអើពើចំពោះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសរបស់ខ្លួនបាទចំពោះសំណើសុំដែលមានឲ្យបាត់ឈប់បាញ់រយៈពេល30ថ្ងៃនោះក៏ពុំមែនជាដំណោះស្រាយដ៏ល្អហើយយូរអង្វែងចំពោះសុខសន្តិភាពរបស់ប្រទេសអ៊ុយក្រែននោះដែរបាទដូច្នេះបំណាច់បើជ្រុលនឹងស្វែងរកដំណោះស្រាយរកសន្តិភាពហើយគឺយើងត្រូវតែរកសុខសន្តិភាពដែលយូរអង្វែងតែម្ដងទៅបើជៀសវាងអូសបន្លាយខាតពេលខាតវេលាខាតធនធានទាំងសងខាងហើយអ្វីដែលជាគ្រោះធំបំផុតនោះគឺការខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែនជាពិសេសគឺអាយុជីវិតរបស់ប្រជាពលរដ្ឋអ៊ុយក្រែនដែលស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកដឹកនាំបាទដូច្នេះប្រសិនបើយើងមើលមិនឃើញអំពីជោគវាសនាអនាគតរបស់យើងល្អទេបាទយើងដឹងថាយើងចាញ់ប្រៀបគេដូច្នេះគឺមានតែសម្បទានធ្វើទៅតាមការចង់បានរបស់គេបាទដោយការលះបង់ចាត់ទុកថាទឹកដីរបស់យើងនេះបាត់បង់នៅក្នុងសង្គ្រាមលោកលើកទី2កាលពីឆ្នាំ1939ដល់ឆ្នាំ1945ទៅចុះបាទហើយយើងចាប់ផ្ដើមកសាងជីវិតជីវភាពថ្មីបាទនៅពេលដែលយើងព្រមព្រៀងជាមួយរុស្ស៊ីដោយយើងបានលះបង់ទឹកដីខ្លះទៅឲ្យរុស្ស៊ីពីព្រោះថាបើយើងមិនលះបង់ទេរុស្ស៊ីនៅតែបន្តការឈ្លានពានរហូតគ្មានទីបញ្ចប់ពីព្រោះរុស្ស៊ីមិនកោតខ្លាចញញើតអំណាចរបស់អ្នកណាទាំងអស់បាទគេតាំងមហិច្ឆតារបស់គេថាគេវាយទៅដល់ទីណាគេប្រកាសទីនោះជាទឹកដីរបស់គេដូច្នេះប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារទៅលើអ៊ុយក្រែនទៀតនៅពេលដែលគេវាយបានទឹកដីអ៊ុយក្រែនត្រង់ចំណុចណាគឺគេយកកន្លែងនោះអញ្ចឹងយូរទៅរុស្ស៊ីនឹងបានវាទីយកទឹកដីរបស់អ៊ុយក្រែនកាន់តែធំដូច្នេះដើម្បីកុំឲ្យមហិច្ឆតារបស់រុស្ស៊ីបានសម្រេចដូច្នេះមានតែការចោះចាញ់ហើយព្រមប្រកាសទឹកដីខ្លះទៅឲ្យគេដើម្បីបញ្ចប់បញ្ហាបាទហើយងាកមកវិញបាទកសាងនៅហេដ្ឋារចនាសម្ព័ន្ធសង្គមឡើងវិញយកប្រាក់កម្រៃដែលបានមកអំពីការបាទយកភោគទ្រព្យរ៉ែពីក្រោមដីជាមួយសហរដ្ឋអាមេរិកនោះយកទៅកសាងសង្គមបាទហើយខ្ញុំបើសិនបញ្ហាដែលខ្ញុំត្រូវដោះស្រាយមុនគេយកប្រាក់ទាំងអស់នោះយកទៅកសាងនៅព្រំដែនបាទធ្វើរបងព្រំដែនឲ្យរឹងមាំបាទជាមួយនឹងរុស្ស៊ីបាទកំណត់ព្រំដែនដែលបានច្បាស់លាស់ហើយនៅក្នុងការធ្វើកិច្ចសន្យាប្រគល់ទឹកដីទៅឲ្យរុស្ស៊ីខ្លះទៀតនោះគឺយើងត្រូវដាក់លក្ខខណ្ឌឲ្យរុស្ស៊ីបាទបញ្ចប់ការរំលោភឈ្លានពានមកលើទឹកដីរបស់ខ្លួនទៀតបាទដូច្នេះគឺទើបជាដំណោះស្រាយដែលបានសុខសន្តិភាពយូរអង្វែងហើយប្រជាជននៅក្នុងប្រទេសអ៊ុយក្រែនបាននឹងមានសុខសន្តិភាពរស់នៅបានឲ្យស្ងប់ចិត្តបាទមានពេលដកដង្ហើមបានស្រួលបាទបន្ទាប់ពីឆ្លងកាត់នៅសង្គ្រាមអូសបន្លាយរយៈពេលបាន4ឆ្នាំមកហើយនេះបាទដូច្នេះនេះគឺជាអ្វីដែលខ្ញុំលើកឡើងវាគ្រាន់តែជាទស្សនៈតូចមួយនៃការយល់ឃើញអំពីជោគវាសនារបស់ប្រទេសអ៊ុយក្រែនប្រសិនបើយើងបន្តនៅសង្គ្រាមជាមួយរុស្ស៊ីទៀតគឺគ្មានលទ្ធផលល្អនោះទេបាទហើយមូលហេតុដែលរុស្ស៊ីមិនខ្លាចញញើតចំពោះអាមេរិកចំពោះសហគមន៍អឺរ៉ុបបាទឬក៏ចំពោះអង្គការសិទ្ធិមនុស្សបាទរុស្ស៊ីលែងខ្វល់ទៀតហើយបាទពីព្រោះប្រសិនបើសហគមន៍អឺរ៉ុបក្តីអាមេរិកក្តីឬក៏ស្ថាប័នណាមួយដែលមានអំណាចឥទ្ធិពលគ្របសង្កត់មកលើរុស្ស៊ីក្តីបាទនៅពេលដែលរុស្ស៊ីដល់ផ្លូវទាល់ច្រកបាទរុស្ស៊ីអាចនឹង
ប្រាប់នៅមធ្យោបាយចុងក្រោយរបស់ខ្លួនគឺអាវុធប្រឡាយលោកបាទពីព្រោះរុស្ស៊ីគេមានសព្វាវុធគេមាននុយក្លេអ៊ែរគេមានបានគ្រាប់បែកបាទសម្រាប់បំផ្លាញពិភពលោកនេះត្រឹមតែក្នុងរយៈពេលខ្លីហេតុដោយសារតែហេតុផលដូច្នេះហើយទើបសហរដ្ឋអាមេរិកមិនហ៊ានធ្វើអ្វីរុស្ស៊ីបាទមិនហ៊ានលូកដៃឲ្យជ្រៅគឺបានត្រឹមតែស្ថិតនៅក្នុងនៃជាការសម្របសម្រួលផងបាទខោកផងអង្អែលផងបាទដោយមិនហ៊ានធ្វើអ្វីរុស្ស៊ីនោះទេបាទប្រសិនបើសហរដ្ឋអាមេរិកហ៊ានខ្លាំងដាក់រុស្ស៊ីបាទសង្គ្រាមនឹងមានកើតឡើងរវាងប្រទេសទាំងពីរបាទនៅពេលនោះអ្នកដែលខូចប្រយោជន៍ធំគឺសហរដ្ឋអាមេរិកនឹងបាត់បង់តំណែងជាអ្នកគ្រប់គ្រងពិភពលោកចំណែកឯរុស្ស៊ីគេមិនខ្វល់បាទពីព្រោះគេមិនមែនជាអ្នកកាន់តំណែងជាអ្នកគ្រប់គ្រងពិភពលោកទោះបីជាយ៉ាងណាក៏មិនជាផលប៉ះពាល់ដល់ផ្លូវចិត្តរបស់គេចំណែកសហរដ្ឋអាមេរិកគឺបាត់បង់ធ្ងន់ដូច្នេះហើយទើបសហរដ្ឋអាមេរិកព្យាយាមបាទខោកផងអង្អែលផងបាទគឺនៅក្នុងន័យធ្វើយ៉ាងម៉េចដើម្បីឲ្យរុស្ស៊ីព្រមសម្របសម្រួលនិងព្រមធ្វើតាមការចង់បានរបស់ខ្លួនដែលវាអាចនឹងទាស់ខុសចំពោះទស្សនៈជាតិនិយមមួយចំនួនដែលថាហេតុអីក៏យើងមិនធ្វើការរើបំរាស់អំពីបាទរបបបាទពីពួកផ្ដាច់ការបាទពីពួកដែលប្រើនៅអំណាចបាទជាប្រទេសមហាអំណាចគ្របសង្កត់លើប្រទេសទុនខ្សោយបាទពីព្រោះយើងគិតថានៅលើលោកនេះគ្មានទេយុត្តិធម៌បាទអ្នកណាឈ្នះអ្នកនោះគឺជាអ្នកដែលខ្លាំងជាអ្នកដែលទទួលបាននូវភាពយុត្តិធម៌អ្នកចាញ់គឺជាអ្នកដែលរងគ្រោះបាទដូចជាយើងមើលឃើញថានៅក្នុងសង្គ្រាមលោកលើកទី2បាទជប៉ុនបាទដោយសារតែមិនព្រមចាញ់សង្គ្រាមលោកលើកទី2ហើយក៏ជាប្រទេសដែលដឹកនាំឲ្យសហរដ្ឋអាមេរិកធ្វើសង្គ្រាមបាទចុងក្រោយបាទអាមេរិកបានទម្លាក់គ្រាប់បែកនៅទីក្រុងហីរ៉ូស៊ីម៉ាបាទហើយធ្វើឲ្យប្រជាជនរាប់សែននាក់ត្រូវស្លាប់និងរបួសយ៉ាងអណោចអាធមនេះក៏ព្រោះតែបាទភាពរឹងរូសមិនព្រមចោះចាញ់ដែលដឹងច្បាស់ហើយថាលទ្ធផលចំពោះជោគវាសនារបស់ប្រទេសខ្លួនមិនល្អនៅតែមិនព្រមចោះចាញ់នៅតែរឹងរូសនៅតែមានះបាទដូចគ្នានេះដែរប្រសិនបើអ៊ុយក្រែននៅតែបន្តភាពរឹងរូសមានះមិនព្រមដាក់ចុះនៅការសម្បទានខ្លះបាទទៅឲ្យប្រទេសមហាអំណាចទេនោះគឺលទ្ធផលចុងក្រោយគឺអណោចអាធមបាទប្រសិនបើធ្វើឲ្យរុស្ស៊ីខឹងដល់ដំណាក់កាលចុងក្រោយហើយនោះគេអាចនឹងប្រើប្រាស់នៅអាវុធដ៏កាចសាហាវរបស់គេបំផ្លាញប្រទេសអ៊ុយក្រែនត្រឹមតែក្នុងរយៈពេលមួយប្រតិចភ្នែកដល់ពេលនោះសោកនាដកម្មក្នុងប្រទេសអ៊ុយក្រែននឹងកើតមានឡើងបាទយ៉ាងហោចណាស់អ្នកដឹកនាំនៅប្រទេសរុស្ស៊ីទទួលរងនឹងការកាត់ទោសតែប៉ុណ្ណោះបាទហើយអ្វីដែលអយុត្តិធម៌បំផុតគឺប្រជាជនស្លូតត្រង់ដែលស្លាប់ដោយគ្មានកំហុសបាទហើយយើងមើលឃើញថានៅសង្គ្រាមលោកលើកទី2នៅពេលដែលបាទជប៉ុនចាញ់សង្គ្រាមបាទគេយកមេដឹកនាំរបស់ប្រទេសជប៉ុនយកទៅធ្វើការកាត់ទោសបាទដោយសារតែមិនធ្វើឲ្យមានវិនាសកម្មសង្គ្រាមលោកកើតឡើងបាទហើយជាអ្នកដែលធ្វើឲ្យមនុស្សជាច្រើនស្លាប់ដោយសារសង្គ្រាមក្រោមគំនិតរបស់ខ្លួនក៏ប៉ុន្តែហេតុអីក៏សហរដ្ឋអាមេរិកមិនបានទទួលនៅការដាក់ទណ្ឌកម្មពីតុលាការអន្តរជាតិបាទទាំងអាមេរិកបានផលិតនៅអាវុធបរមាណូបានទម្លាក់នៅទីក្រុងបាទហីរ៉ូស៊ីម៉ានៃប្រទេសជប៉ុនធ្វើឲ្យមនុស្សរាប់សែនអ្នកស្លាប់យ៉ាងវេទនាបាទដូច្នេះបាទតើនេះជាយុត្តិធម៌សម្រាប់ប្រទេសជប៉ុនទាំងស្រុងដែរឬក៏អត់បាទនៅពេលដែលប្រជាជនស្លូតត្រង់របស់ប្រទេសជប៉ុនរាប់សែនអ្នកត្រូវបានបាត់បង់ជីវិតក្រោមស្នាដៃរបស់សហរដ្ឋអាមេរិកដែលរកឃើញនៅក្របបែកបរមាណូនោះបាទនេះហើយយើងឃើញថាលោកនេះវាគ្មានទេយុត្តិធម៌សម្រាប់អ្នកដែលចាញ់បាទដូច្នេះអ៊ុយក្រែនក៏ដូច្នេះបាទនៅតែបន្តទៀតបាទលទ្ធផលអណោចអាធមកើតមានចំពោះជនជាតិរបស់ខ្លួនបាទហើយខ្ញុំគិតថាប្រសិនបើលោក Zelensky បានដឹងថាការដែលបន្តសង្គ្រាមជាមួយរុស្ស៊ីនេះនឹងធ្វើឲ្យបាត់បង់អាយុជីវិតក្រុមគ្រួសាររបស់គាត់មានប្រពន្ធកូនរបស់គាត់អាចនឹងព្រួយប្រែការគិតហើយបន្ទន់អេរិយាប័ត្រអាចនឹងបញ្ឈប់សង្គ្រាមជាមួយរុស្ស៊ីដែលព្រមធ្វើតាមការចរចាណាមួយបាទក៏ប៉ុន្តែដោយសារតែគាត់អត់ដឹងថាក្រុមគ្រួសាររបស់គាត់ឬក៏ប្រពន្ធកូនរបស់គាត់បាទត្រូវបាត់បង់ជីវិតឬក៏មិនបាត់បង់នោះដូច្នេះគាត់នៅតែបន្តសង្គ្រាមទៀតបាទទាំងគាត់ដឹងថាអ្នកដែលស្លាប់បាត់បង់ជីវិតគឺប្រជាជនទុនខ្សោយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់បាទប្រសិនបើប្រជាជនទាំងនោះជាកូនចៅរបស់គាត់ជាសាច់ឈាមរបស់គាត់
គឺការគិតមួយផ្សេងអាចនឹងកើតមានឡើងបាទដូច្នេះយើងគិតថាគួរតែសម្របសម្រួលរកវិធីដោះស្រាយដោយការលះបង់បាទនៅក្នុងលោកយើងនេះវាមិនមានសុខសន្តិភាពណាពេញលេញដែលកើតចេញមកដោយគ្មានការលះបង់នោះទេបាទពីព្រោះយើងទុនខ្សោយយើងចាញ់គេដូច្នេះមានតែការលះបង់ទើបបានសុខបានរស់នៅបន្តទៅទៀតអាចមើលឃើញអំពីជោគវាសនានៅថ្ងៃខាងមុខបានបាទប្រសិនបើយើងនៅតែរឹងរូសលទ្ធផលចុងក្រោយគឺអណោយអធម